Ballon d'Or ពាន Ballon d'Or គឺជាពានរង្វាន់បុគ្គលដ៏ល្បីល្បាញបំផុតក្នុងពិភពបាល់ទាត់វាត្រូវបានបង្កើតឡើងដោយទស្សនាវដ្តីបារាំង France Football ក្នុងឆ្នាំ1956ដើម្បីជ្រើសរើសកីឡាករដែលបង្ហាញទម្រង់លេងល្អបំផុតប្រចាំឆ្នាំអ្នកសារព័ត៌មានកីឡាមកពីប្រទេសផ្សេងៗជាអ្នកបោះឆ្នោតដោយពិចារណាលើទាំងសមត្ថភាពការមានឥទ្ធិពលខ្លាំងលើក្រុមនិងភាពជោគជ័យរបស់កីឡាករការឈ្នះ Ballon d'Or ត្រូវបានគេចាត់ទុកថាជាកិត្តិយសខ្ពស់បំផុតសម្រាប់កីឡាករម្នាក់នោះ FIFA Best Player ពាននេះត្រូវបានរៀបចំដោយសហព័ន្ធបាល់ទាត់ពិភពលោក FIFA វាចាប់ផ្ដើមក្នុងឆ្នាំ2016បន្ទាប់ពីបញ្ចប់ការសហការជាមួយ Ballon d'Or អ្វីដែលខុសពី Ballon d'Or គឺការបោះឆ្នោតមិនមែនមានតែអ្នកសារព័ត៌មានប៉ុណ្ណោះទេប៉ុន្តែមានទាំងគ្រូបង្វឹកប្រធានក្រុមជម្រើសជាតិនិងអ្នកគាំទ្រផងដែរដូច្នេះវាតំណាងឲ្យទស្សនៈពីមនុស្សជាច្រើននៅក្នុងពិភពបាល់ទាត់ Golden Boot គឺជាពានសម្រាប់អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងការប្រកួតមួយឬការប្រកួតប្រជែងមួយពាននេះមាននៅក្នុងព្រឹត្តិការណ៍ជាច្រើនដូចជា FIFA World Cup UEFA Euro និង League នានាប្រសិនបើមានគ្រាប់បាល់ស្មើគ្នាគេអាចយកចំនួន assist ឬនាទីលេងមកសម្រេចពាននេះបង្ហាញពីសមត្ថភាពរកគ្រាប់បាល់និងការបញ្ចប់ទីយ៉ាងមានប្រសិទ្ធភាពGolden Glove គឺជាពានសម្រាប់អ្នកចាំទីដែលបង្ហាញទម្រង់លេងល្អបំផុតវាមិនមែនវាស់ត្រឹមចំនួនសង្គ្រោះបាល់ប៉ុណ្ណោះទេប៉ុន្តែក៏គិតពីការដឹកនាំខ្សែការពារភាពស្ថិតស្ថេរនិងការជួយឲ្យក្រុមរក្សា clean sheet ផងដែរសម្រាប់អ្នកចាំទីពាននេះមានតម្លៃស្មើនឹងការក្លាយជាលេខ1នៅក្នុងតំណែងរបស់ខ្លួន Golden Ball គឺជាពានសម្រាប់កីឡាករល្អបំផុតក្នុងការប្រកួតមួយដូចជា FIFA World Cup មិនចាំបាច់ស៊ុតបញ្ចូលទីច្រើនជាងគេក៏អាចឈ្នះបានដែរព្រោះគេវាយតម្លៃលើការគ្រប់គ្រងការប្រកួតការបង្កើតឱកាសនិងឥទ្ធិពលសរុបលើក្រុមវាជាពានដែលផ្ដោតលើការលេងពេញមួយព្រឹត្តិការណ៍មិនមែនត្រឹមស្ថិតមួយមុខនោះទេ Copa Trophy ត្រូវបានបង្កើតដោយ France Football ក្នុងឆ្នាំ2018ពាននេះផ្ដល់ជូនកីឡាករវ័យក្មេងអាយុក្រោម21ឆ្នាំដែលលេងបានល្អបំផុតប្រចាំឆ្នាំអ្នកឈ្នះត្រូវបានជ្រើសរើសដោយអតីតម្ចាស់ពាន Ballon d'Or វាជាសញ្ញាបង្ហាញថាកីឡាករម្នាក់កំពុងក្លាយជាតារាឆ្នាំសម្រាប់អនាគត Yashin Trophy ក៏ត្រូវបានបង្កើតដោយ France Football ដែរដើម្បីផ្ដល់កិត្តិយសដល់អ្នកចាំទីល្អបំផុតប្រចាំឆ្នាំពាននេះដាក់ឈ្មោះតាម Web Yashin ដែលជាអ្នកចាំទីតែម្នាក់គត់ដែលធ្លាប់ឈ្នះ Ballon d'Or វាផ្ដោតលើសមត្ថភាពសង្គ្រោះបាល់ភាពជឿជាក់និងការរួមចំណែកក្នុងភាពជោគជ័យរបស់ក្រុម Gerd Müller Trophy ពាននេះមានឈ្មោះតាម Gerd Müller ដែលជាខ្សែប្រយុទ្ធរបស់អាល្លឺម៉ង់វាផ្ដល់ជូនកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងរដូវកាលដោយរាប់ទាំងក្លឹបនិងក្រុមជម្រើសជាតិវាជាពានដែលផ្ដោតលើសមត្ថភាពស៊ុតបញ្ចូលទីជាប្រចាំនិងភាពមុតស្រួចនៅមុខទី Puskas Award ត្រូវបានរៀបចំដោយ FIFA ដើម្បីជ្រើសរើសគ្រាប់បាល់ស្អាតបំផុតប្រចាំឆ្នាំគ្រាប់បាល់ដែលឈ្នះអាចកើតចេញពីការស៊ុតចម្ងាយការលោតប៉កក្រោយឬការសហការដ៏អស្ចារ្យអ្វីដែលសំខាន់គឺភាពស្រស់ស្អាតនិងជំនាញមិនមែនជាសារៈសំខាន់នៃការប្រកួតនោះទេ UEFA Player of the Yearពាននេះត្រូវបានប្រគល់ដោយ UEFA ដល់កីឡាករល្អបំផុតនៅអឺរ៉ុបក្នុងមួយរដូវកាលការវាយតម្លៃផ្អែកលើការលេងនៅ UEFA Champions League ការប្រកួតក្នុងស្រុកនិងការប្រកួតអន្តរជាតិវាផ្ដោតលើការសម្ដែងក្នុងរដូវកាលមិនដូចពានខ្លះដែលគិតតាមឆ្នាំប្រតិទិនឡើយ European Golden Show គឺជាពានសម្រាប់អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅលីកកំពូលរបស់អឺរ៉ុបចំនួនគ្រាប់បាល់មិនត្រូវបានរាប់ស្មើគ្នាទាំងអស់ទេព្រោះលីកដែលមានកម្រិតប្រកួតខ្ពស់និងមានពិន្ទុគុណច្រើនជាងដូច្នេះពាននេះមិនត្រឹមតែវាស់ចំនួនគ្រាប់បាល់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងគិតពីភាពលំបាកនៃការប្រកួតផងដែរ FIFA Fair Play Award ពាន FIFA Fair Play Award ផ្ដល់ជូនក្រុមបុគ្គលឬអង្គការដែលបង្ហាញស្មារតីកីឡាដ៏ល្អវាអាចជាការគោរពគូប្រកួតការជួយអ្នករបួសឬការប្រព្រឹត្តដោយស្មោះត្រង់នៅលើទីលានទោះមិនវាស់ពីគ្រាប់បាល់ឬពានជើងឯកក៏ដោយពាននេះរំលឹកថាសីលធម៌និងការគោរពគ្នាគឺជាផ្នែកសំខាន់មួយនៃកីឡាបាល់ទាត់